សូមជូនរឿងស្វាសែនឆ្លាតនិងស្វាយមាសលើកំពូលភ្នំមួយមានដើមស្វាយមាសមួយដើមដែលមានផ្លែដូចមាសចាំងដូចពន្លឺថ្ងៃកញ្ញាជាស្វាឆ្លាតឈរមើលដោយក្តីស្រេកឃ្លានផ្លែស្វាយមាសមិនធម្មតាទេមិនដែលឃើញទេចង់ញ៉ាំណាស់ប្រហែលជាឆ្ងាញ់ហើយមិនយូរប៉ុន្មានក្រពើដ៏ធំមួយបានមកដល់ឈ្មោះគ្រូបែលហើយប្រកាសថាដើមស្វាយនេះជាកម្មសិទ្ធិរបស់គាត់ដើមស្វាយនេះជារបស់ខ្ញុំអ្នកណាក៏ដោយក៏មិនអាចប៉ះនឹងបែកស្វាយនេះបានទេបើគ្មានការអនុញ្ញាតពីខ្ញុំបើចង់បានត្រូវសុំខ្ញុំសិនបន្ទាប់មកមានសត្វផ្សេងទៀតបានចូលមកមើលប៉ុន្តែសត្វក្រពើឈ្មោះគ្រូបែលនៅតែមានកំហឹងជាមួយពួកគេដដែលមិនយូរប៉ុន្មានសត្វទាំងនោះចាប់ផ្ដើមរត់ចេញដោយភាពភ័យខ្លាចជាទីបំផុតតោះពួកយើងនាំគ្នារត់ចេញទៅកុំនៅជិតគាត់ទៀតគាត់ខឹងជាមួយពួកយើងហើយគាត់មើលទៅគួរឲ្យខ្លាចណាស់បន្ទាប់មកកញ្ញាជាស្វាតូតដ៏ឆ្លាតកំពុងអង្គុយម្នាក់ឯងនៅលើដុំថ្មគិតរិះរកវិធីដ៏ល្អដើម្បីនិយាយជាមួយសត្វក្រពើដើម្បីរកវិធីនិយាយលួងគាត់កុំឲ្យគាត់ខឹងខ្ញុំរកនឹកឃើញហើយយើងមិនអាចប្រយុទ្ធជាមួយគាត់បានទេទោះបីជាយើងមានគ្នាច្រើនក៏ដោយមានតែវិធីលួងគាត់បានល្អកញ្ញាបានដើរស្កាត់ជួបសត្វក្រពើឈ្មោះគ្រូបែលពេលជួបកញ្ញាជាស្វាឆ្លាតបាននិយាយរកគ្រូបែលដោយទឹកមុខសប្បាយរីករាយនិងជានិយាយលួងគ្រូបែលដោយសម្ដីទន់ភ្លន់បងគ្រូបែលខ្ញុំមើលទៅបងដូចជាមនុស្សចិត្តល្អណាស់ចំពោះផ្លែស្វាយយើងអាចចែកគ្នាញ៉ាំបានទេខ្ញុំជឿថាបងមិនចិត្តអាក្រក់ទេកំពុងតែនិយាយគ្នាមិនទាន់ចប់ផងរំពេចនោះស្រាប់តែផ្លែស្វាយមាសមួយធ្លាក់ចុះវាហាក់ដូចជាប្រធ្នូលល្អមួយចង់ឲ្យពួកគេត្រូវចែករំលែកគ្នាទៅវិញទៅមកកុំឲ្យឆ្លោះដណ្ដើមគ្នាមើលអ្នកបងក្រពើសូម្បីតែដើមស្វាយក៏វាចង់ឲ្យយើងចែករំលែកគ្នាដែរដូចនេះពួកយើងគួរតែឈប់ឆ្លោះដណ្ដើមគ្នាទៅគឺយើងត្រូវចេះចែករំលែកគ្នាកញ្ញាបានឲ្យផ្លែស្វាយដល់ក្រពើដោយសប្បាយរីករាយគ្មានការភ័យខ្លាចឡើយហើយសង្ឃឹមថានៅថ្ងៃក្រោយយើងនឹងបន្តចែករំលែកគ្នាទៀតសូមបងក្រពើយកមុនតើចំពោះខ្ញុំចាំពេលក្រោយក៏បានដែរយើងនឹងចែកគ្នាទាំងអស់បានមានច្រើនប៉ុណ្ណាក៏យើងត្រូវតែចែកគ្នាញ៉ាំដែរក្រពើចាប់ផ្ដើមមានអារម្មណ៍ស្ទាក់ស្ទើរក្នុងចិត្តមានអារម្មណ៍ថាហាក់សប្បាយរីករាយខុសពីធម្មតាចិត្តគេបានផ្លាស់ប្ដូរបន្តិចម្ដងអរគុណច្រើនហើយកញ្ញាចំពោះពាក្យដាស់តឿនទាំងនេះខ្ញុំនឹងចែករំលែកអ្វីដែលខ្ញុំមានចំពោះកញ្ញានិងអ្នកដទៃទៀតពេលនោះមានសត្វផ្សេងទៀតក៏បានចេញមកដែរដោយក្តីរីករាយបំផុតហើយពួកគេសង្ឃឹមថាអ្វីនឹងប្រសើរឡើងជឿមិនខាតបើខ្លួនគាត់ពិតជាស្មោះត្រង់ដូចអ្វីដែលគាត់បាននិយាយមែននោះយើងអាចរាប់អានគ្នានិងស្និទ្ធស្នាលគ្នាឡើងវិញបានចាប់ពីពេលនេះទៅគ្រប់សត្វបានទាំងអស់ចែកផ្លែស្វាយគ្នាញ៉ាំដោយចំណែកស្មើគ្នាមិនមានខាងណាតិចឬច្រើនទេចំណែកសត្វក្រពើវិញគឺមានទឹកមុខញញឹមញញែមស្រស់ស្រាយការចែករំលែកដល់អ្នកដទៃនិងដល់មិត្តភក្តិផ្សេងទៀតពិតជាគំរូដ៏ល្អបំផុតវាប្រសើរជាងនៅឯកោតែម្នាក់ឯងគ្មានញាតិមិត្តរាប់អានគ្រប់គ្នាពិតជាសប្បាយរីករាយណាស់នៅក្រោមដើមស្វាយមាសព្រោះពួកគេចេះស្រឡាញ់គ្នាចេះចែករំលែកឲ្យគ្នាទៅវិញទៅមកដូចជាគ្រួសារតែមួយមើលនេះការចែករំលែកឲ្យគ្នាទៅវិញទៅមកទោះតិចវាច្រើនក៏ដោយគឺវាតែងតែធ្វើឲ្យយើងសប្បាយរីករាយជាមួយគ្នាជារៀងរហូត
ក្រពើបានមកសុំតួកញ្ញាដោយសុតចិត្តនៅកំហុសឆ្គងទាំងឡាយដែលគាត់បានធ្វើមិនក៏បីទៅលើកញ្ញានិងសត្វដទៃទៀតកាលពីពេលមុន ឲ្យខ្ញុំសុំទោសថងចុះកញ្ញាសម្រាប់កំហុសរបស់ខ្ញុំដែលបានធ្វើមិនគប្បីចំពោះឯងនិងអ្នកដទៃទៀតគាត់ឡងមកខ្ញុំតាំងចិត្តថានឹងមិនឲ្យមានកំហុសកើតឡើងទៀតឡើយចាប់ពីពេលនេះទៅ កញ្ញាព្រមទទួលយកនៅការសុំទោសការកែប្រែកំហុសគ្រប់បែបយ៉ាងហើយថែមទាំងជួយលើកទឹកចិត្តក្រពើថែមទៀតផង មិនអីទេបងក្រពើកំហុសឆ្គងទាំងប៉ុន្មានពីមុនគឺខ្ញុំបានបំភ្លេចចោលអស់ហើយសំខាន់គឺចាប់ពីពេលនេះទៅយើងមានតែភាពស្និទ្ធស្នាលនិងរីករាយប៉ុណ្ណោះ ចាប់ពីថ្ងៃនោះមកក្រពើហាក់ទទួលបាននូវមេរៀនល្អៗពីញាតិដទៃនិងមិត្តផ្សេងៗទៀតដូចជាក្តីស្មោះត្រង់ការចែករំលែកคล้ายជាកម្លាំងដ៏ធំជាងអ្វីៗទាំងអស់ ចងចាំណាបងប្អូនភាពស្មោះត្រង់ការស្រឡាញ់រាប់អានគ្នាដោយស្មោះត្រង់និងការចែករំលែកគឺធ្វើឲ្យចិត្តយើងរីករាយជារៀងរហូត សូមអរគុណច្រើនចំពោះការទស្សនា